មុននឹងចូលវីដេអូរបស់យើងកុំភ្លេចចុច like និង subscribe សួស្តីអ្នកនរគ្នាចូលជាមួយខ្ញុំទីរ៉ាចាំថ្ងៃនេះខ្ញុំនឹងមកប្រាប់អ្នកនរគ្នាអំពីការបិទ online ក្នុងគណៈពេលដែលយើងកំពុងតែប្រើ Facebook or chat អញ្ចឹងក្នុងពេលដែលយើងប្រើជាគេមិនអាចមើលឃើញក្នុងការយើងបើក online បានទេអញ្ចឹងជាដំបូងយើងចូលទៅកាន់ Facebook មកបន្ទាប់មកវានឹងចេញកន្លែងនេះឲ្យយើងអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាចុចកន្លែង 3 ហ្នឹងមកហើយអ្នកនរគ្នាអូសចុះក្រោមហើយរកមើលពាក្យកន្លែងថាការកំណត់និងឯកជនភាពអញ្ចឹងអ្នកនរគ្នាចុចលើវាមកតោះមកវានឹងចេញបែបនេះអ្នកនរគ្នាជ្រើសរើសការកំណត់មកអ្នកនរគ្នាត្រូវការអូសចូលមកក្រោមរកពាក្យថាស្ថានភាពសកម្មអញ្ចឹងអ្នកនរគ្នាចុចលើវាមកកន្លែងហ្នឹងគេកំពុងតែបើកសកម្មភាពយើងហើយក្នុងពេលដែលយើងកំពុងតែចូលប្រើគឺគេនឹងឃើញយើងក្នុងការបើក online អញ្ចឹងអ្នកគ្នាត្រូវការបិទវាមកទៅពេលយើងក្នុងការលេង Facebook ហ្នឹងគេមិនអាចមើលឃើញយើងក្នុងការបើក online ទេហ្នឹងក្នុង Facebook អញ្ចឹងកន្លែងផ្សេងទៀតក្នុង chat អ្នកគ្នាចូលកន្លែង chat យើងមកបន្ទាប់មកអ្នកគ្នាធ្វើការចុចកន្លែង 3 ហ្នឹងតោះមកអ្នកគ្នាចុចកន្លែង setting របស់យើងមកអ្នកគ្នាធ្វើការអូសចូលមកក្រោមរូបមើលពាក្យថាស្ថានភាពដាសកម្មអញ្ចឹងអ្នកគ្នាចុចទៅលើវាមកហើយនេះយើងកំពុងតែបើកប្រើអញ្ចឹងគេអាចមើលឃើញក្នុងការយើងបើក online កំពុងតែលេងអញ្ចឹងអ្នកគ្នាចុចទៅលើការបិទវាមកអញ្ចឹងការបិទរបស់វាគឺមានរយៈពេល1ម៉ោងរយៈពេល8ម៉ោងរយៈពេលរហូតទៅដល់8នាទីអញ្ចឹងអ្នកគ្នាអាចជ្រើសរើសបានសម្រាប់ខ្ញុំរហូតទៅដល់ការផ្លាស់ប្ដូរវាទើបអាចបញ្ឈប់វាបានអញ្ចឹងអ្នកគ្នាត្រូវការផ្អាកហ្នឹងមកអញ្ចឹងយើងបានបិទ online ហើយក្នុងពេលដែលយើងលេង chat គឺគេមិនអាចមើលឃើញក្នុងការយើងបើក online កំពុងតែប្រើប្រាស់ទេហើយយើងក៏មិនអាចមើលឃើញគេបើក online បានដែរអញ្ចឹងវីដេអូយើងក៏មានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានពីដើមរហូតដល់ចប់កុំភ្លេចចុច like និង subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗ